Mình đang ở tha xã kỹ ở chiều cắm mình cái tập cách bóng bông bật tóng dạng dù bóng trong ngày tí 31 khai bị nì តើពុនបតង់គឺជាអ្វីហើយអ្វីបានជាអាជីវករនិងសហគ្រិនដែលមានបំណងចង់បើកអាជីវកម្មត្រូវដឹងនិងស្គាល់អំពីវា ចំពោះពំបតង់គឺជាពន្ធប្រចាំឆ្នាំហើយតម្រូវឲ្យសហគ្រាសដែលប្រកបអាជីវកម្មនៅប្រទេសកម្ពុជាត្រូវបង់ជូនរដ្ឋ តើការជាប់ពន្ធបតង់មានលក្ខណៈបែបបទដូចម្ដេច ចំពោះពំបតង់ជាទូទៅគឺយើងត្រូវបង់ទៅតាមប្រភេទអាជីវកម្មនីមួយៗតែបើក្នុងករណីដែលសកម្មភាពអាជីវកម្មលក្ខណៈជាឧបសម្ព័ន្ធឧទាហរណ៍ដូចអូតែតភោជនីយដ្ឋានត្រូវបង់បតង់តែមួយឯងចំពោះសហគ្រាសដែលគាត់មានសាខានៅតាមខេត្តឬក៏មានជាឃ្លាំងឬក៏ជាការិយាល័យដែលនៅតាមបណ្ដាខេត្តចឹងតម្រូវឲ្យបង់បតង់មួយដាច់ដោយឡែកមួយទៀត ខ្ញុំលើថាការបង់ពន្ធទៅតាមចំណាត់ថ្នាក់របស់អ្នកជាប់ពន្ធអញ្ចឹងតើបងអាចជួយបកស្រាយទៅលើចំណុចហ្នឹងបានទេបង ចំពោះអ្នកជាប់ពន្ធគឺយើងមាន3នៅប្រទេសកម្ពុជាគឺមានអ្នកជាប់ពន្ធតូចមធ្យមហើយនិងអ្នកជាប់ពន្ធធំចំពោះការចំណាត់ថ្នាក់នេះដែរគឺពឹងផ្អែកទៅលើផលរបរឬក៏ចំណូលរបស់សហគ្រាសឬក៏អាជីវកម្មនីមួយៗក៏ដូចគ្នាជាមួយនឹងទ្រព្យសកម្មដែលគាត់មាន តើពន្ធបតង់មានសារៈសំខាន់ដូចម្ដេចខ្លះចំពោះអ្នកជាប់ពន្ធ សម្រាប់ពន្ធបតង់គឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់អាជីវករសហគ្រាសដែលគាត់ទៅតែចាប់ផ្ដើមដែលហេតុថាពន្ធបតង់នេះគឺបានបង្ហាញថាក្រុមហ៊ុនអាជីវកម្មឬក៏សហគ្រាសហ្នឹងគាត់បានចុះបញ្ជីដោយស្របច្បាប់ម្យ៉ាងចំណូលពន្ធដែលបានមកពីបតង់នេះគឺបានចូលរួមមួយផ្នែកសម្រាប់ថវិការដ្ឋផងដែរ ហើយអ្វីដែលសំខាន់ជាងគេនោះសម្រាប់ក្រុមហ៊ុនដែលគាត់បានចូលបញ្ជីបានបង់ពន្ធត្រឹមត្រូវគាត់នឹងមានឱកាសនៅក្នុងការទទួលបានផលប្រយោជន៍ពីអគ្គនាយកដ្ឋានពន្ធដារឬក៏ពីខាងរាជរដ្ឋាភិបាលរបស់យើងជាពិសេសពាក់ព័ន្ធជាមួយនឹងការលើកទឹកចិត្តពន្ធជាដើមបើសិនបើមានចម្ងល់ឬក៏មានចំណុចណាដែលមិនច្បាស់លាស់អាចទាក់ទងមកកាន់រាជបានសម្រាប់ការប្រឹក្សាដោយឥតគិតថ្លៃចំពោះលេខទូរស័ព្ទ Telegram គឺមាននៅទីនេះឬក៏អាច scan barcode នេះក៏បានដែរ